đấy không mà bọn nó cứ dương tra ca sợi sầm lên mà dương ở bị trôi nó không sạch play ở bị lưu bùa sân chăm dương riêng mà chọc từ mòn chẳng á nâng này chẳng là lời nhung xạ play này đọc này snap anh nhung riêng nữa đul tiếng ong trùng hồ quay lô cất lô prai không bom nong sấy men nâng hai tai tai thừa oi arom nhung sét chỉ chấp mình bà sự đây này đọc kia ngày xóa có một căn channel này rồi liên chừng ngồi những với mấy chục kia sai như thay mày nói thì đấy chỉ muốn nâng clip video thay mày bỏ nhóm hay xem ra video này cứ nhom màu bằng hai video bìm này cả riêng cover bọt chấm riêng record ở lưỡi tu sắp đài ok ở lưỡi nhom xôm màu bằng hai nhờ lươn lươn này đọc kia nâng ngày hay cam thi để nhom pra xem ra riêng cover để nhom riêng rọt ngàyนึงคือcam thiนึงวิชโมธา Gary Bang นึงไงcam thi Gary Bang นึงคือcam thi មួយដែលល្អមែនទែនសម្រាប់ឲ្យយើងនឹងច្រៀង cover បទចម្រៀងហើយវាអាចដូចជាអាចប្រើជំនួសកុំព្យូទ័របានទៀតយើងដូចថាវាលយមែនទែនវាច្រៀងព្រោះហើយវាដូចថាល្អមែនទែនគុណភាពវាល្អហើយបើសិនជាគ្នាយើងដែលគាត់អត់មានកុំព្យូទ័រហើយគាត់ចង់ច្រៀងគ្រាន់ថាច្រៀងលេងអញ្ចឹងណាច្រៀងស្ដាប់ខ្លួនឯងឬមួយក៏បែបមិនកំសាន្តបែបមិនអាចប្រើកម្មវិធីនឹងបានហ្នឹងហើយអញ្ចឹងសម្រាប់នៅលើទូរស័ព្ទដៃខ្ញុំហ្នឹងគឺខ្ញុំ download កម្មវិធី Gary Bang នឹងមួយហើយនឹងកម្មវិធី MP4 convert មួយអញ្ចឹងខ្ញុំប្រើពីរកម្មវិធីហ្នឹងដើម្បី support ជាមួយនឹងកម្មវិធីមួយហ្នឹងអញ្ចឹងណាហើយចាំខ្ញុំបញ្យល់មួយថាហេតុអីបានជាខ្ញុំ download កម្មវិធី MP4 ដើម្បីកម្មវិធី MP4 convert ហ្នឹងដើម្បីជួយដល់កម្មវិធី Gary Bang ហ្នឹងហើយអញ្ចឹងជាធម្មតាគឺខ្ញុំនេះខ្ញុំរបៀបនៃការច្រៀងរបស់ខ្ញុំណាហ្នឹងហើយខ្ញុំតែងតែ download បទចម្រៀងជា MP3 ណាយើង download ភ្លេងសុទ្ធណា download ភ្លេងសុទ្ធហ្នឹងគឺយើង download នៅក្នុង browser ក៏បានឬមួយក៏យើងមានកុំព្យូទ័រយើង download នៅក្នុងកុំព្យូទ័រយើងឲ្យស្រេចមកហើយយើង convert វាទៅជា MP3 ហើយយើង send ចូលនៅក្នុង Telegram របស់យើងណាហើយយើង download ចេញពី Telegram យើង download ចេញពី Telegram យើងមកហើយយើងចាប់ផ្ដើម share វាឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងឥឡូវខ្ញុំបើក Telegram របស់ខ្ញុំហ្នឹងហើយអូខេដោយសារតែខ្ញុំច្រៀងពេលណាក៏ខ្ញុំ send បទចម្រៀងហ្នឹងចូលទៅកាន់Telegram របស់លោកគ្រូមករាដែរអញ្ចឹងណាមិត្តភក្តិរបស់ខ្ញុំអញ្ចឹងហ្នឹងហើយនេះបទចម្រៀងដែលខ្ញុំ cover ទាំងអស់តែម្ដងហ្នឹងហើយអញ្ចឹងបើសិនជាខ្ញុំចង់ច្រៀងបទណាមួយអញ្ចឹងទៅខ្ញុំគ្រាន់ click select វាអញ្ចឹងណាហ្នឹងហើយ select ហើយយើងចាប់ផ្ដើម share ចូលយើង share ចូលខ្ញុំមើលរបស់ខ្ញុំអត់តណាយើងចាប់ផ្ដើម share ចូលនៅក្នុងកម្មវិធី MP4 convert អញ្ចឹងអាហ្នឹងគឺជាវិធីសាស្ត្រក្នុងការច្រៀងរបស់ខ្ញុំអូខេខ្ញុំ convert ភ្លេងសុទ្ធ MP3 ហ្នឹងចូលទៅក្នុងកម្មវិធីនេះអ្នកនរគ្នាមើលតនកម្មវិធី MP4 convert ហ្នឹងហើយអញ្ចឹងនៅពេលដែលខ្ញុំចុច convert ទៅយើងចុចមិន convert ទេគឺ download ចូលទៅក្នុងកម្មវិធីមួយហ្នឹងអញ្ចឹងណាហ្នឹងហើយនៅពេលដែលវាចេញបែបហ្នឹងមកអ្នកនរគ្នាបិទវាសិនមកបន្ទាប់មកអ្នកនរគ្នាចូលនៅក្នុងកម្មវិធី Gary Bang នឹងចាប់ផ្ដើមចូលនៅក្នុងកម្មវិធី Gary Bang ណាហ្នឹងហើយអញ្ចឹងសម្រាប់គ្នាយើងដែលគាត់សុំទោសហ្នឹងហើយនៅពេលដែលខ្ញុំច្រៀងម្ដងគឺខ្ញុំតែងតែសរសេរ pro សរសេរ lyric ណាសរសេរដាក់ក្នុងកុំព្យូទ័ររបស់ខ្ញុំហើយខ្ញុំសរសេរមកចប់ហើយបានខ្ញុំចាប់ផ្ដើមច្រៀងអញ្ចឹងណាខ្ញុំដោយសារខ្ញុំអត់ចេះបទចម្រៀងទេអញ្ចឹងខ្ញុំត្រូវការមើល pro មើល lyric អញ្ចឹងណាហ្នឹងហើយអញ្ចឹងបើសិនជាអ្នកនរគ្នាដែលគាត់ខ្លាចភ្លេច pro ឬមួយក៏អីអ្នកនរគ្នាមុននឹងច្រៀងអ្នកនរគ្នាសរសេរ pro ដាក់នឹងกระดาษឬមួយក៏មានកុំព្យូទ័រឬមួយក៏មានទូរស័ព្ទពីរអញ្ចឹងណាហើយយើងមើលនៅ pro នៅទូរស័ព្ទមួយហើយយើងច្រៀងនៅក្នុងច្រៀងក្នុងទូរស័ព្ទមួយទៀតអូខេហ្នឹងហើយអញ្ចឹងនឹងគឺជាវិធីសាស្ត្រដែលខ្ញុំតែងតែច្រៀងរាល់ដងគឺខ្ញុំធ្វើអញ្ចឹងណាហ្នឹងហើយបញ្ជាក់មួយទៀតអ្នកនរគ្នាសម្រាប់កម្មវិធី Gary Bang ហ្នឹងគឺវា support ដូចជា version ចាប់ពី14ឡើងអ្នកនរគ្នាអញ្ចឹងទូរស័ព្ទដៃយើងមាន iPhone ដែរប៉ុន្តែស៊េរីរៀងទាបក៏អត់អាចប្រើកម្មវិធីនឹងបានដែរហ្នឹងហើយអញ្ចឹងវាទាមទារខ្ពស់ដែរអ្នកនរគ្នាតោះឥឡូវយើងចូលនៅក្នុងកម្មវិធី Gary Bang ហ្នឹងហ្មងទៅអូខេអញ្ចឹងនៅពេលដែលអ្នកនរគ្នាចូលមកគឺអ្នកនរគ្នាឃើញអញ្ចឹងណាអ្នកនរគ្នាឃើញអញ្ចឹងអ្នកនរគ្នាត្រូវបង្កើត preset មួយសិនបង្កើត template មួយសិនមកអ្នកនរគ្នាចុចកន្លែងនេះអាសញ្ញា micro បូកហ្នឹងណាហ្នឹងហើយដើម្បីច្រៀងណាចុចបូកមកចុចកន្លែងហ្នឹងបូកមកវានឹងចេញបែបនេះអូខេវាចេញអញ្ចឹងអ្នកនរគ្នាចុច OK មកអូខេចុច OK កន្លែងនេះ
ចូលខ្ញុំសូមមើលសិនខ្លាច់ដាច់ record អូខេតទៀតអញ្ចឹងសម្រាប់បទចម្រៀងយើងចុចនេះយើងដាក់មីក្រូនៅលើនេះអូខេសង្ឃឹមថាអ្នកនរគ្នាមើលយល់ដាក់សំឡេងមីក្រូនឹងហើយអ្នកនរគ្នាចុចអាសញ្ញាត្រេក3នេះអាសញ្ញាត្រេក3ណាមិនមែនសញ្ញាបញ្ឈប់3ណានេះសញ្ញាត្រេក3អូខេចុចសញ្ញាត្រេក3នឹងមកនេះវានឹងចេញបែបនេះហើយអ្នកនរគ្នាចុចអាកន្លែងសញ្ញាបូកនេះអាសញ្ញាចុងនេះនៅខាងចុងអញ្ចឹងណានេះនៅខាងចុងនេះមើលតន់សញ្ញាខាងចុងចុចវាមកហើយអ្នកនរគ្នាអាកន្លែងនេះ select A នេះអញ្ចឹងអ្នកនរគ្នាចុចលើវាមកហើយដាក់វាអូតូបើកវាអូតូណាដើម្បីនៅពេលដែលយើងទាញបទចម្រៀងយើងចូលមកគឺវាអត់មានកាត់អត់មានអីទេគឺវាពេញ full មកបទចម្រៀងនឹងហ្មងអូខេខ្ញុំសុំប៉ះកុំព្យូទ័រសិនកុំព្យូទ័រលុតអូខេតទៀតអញ្ចឹងយើងបង្កើតមួយប៉ុណ្ណឹងសិនតើមកយើងបង្កើតមួយទៀតយើង add មួយទៀតយើងអានេះគឺយើងសម្រាប់ដាក់បទចម្រៀង MP3 play shot ហ្នឹងហើយតើមកយើង add អាក្រោមនេះមួយទៀតមកសម្រាប់យើងច្រៀងអូខេឥឡូវខ្ញុំចុច add នេះកន្លែងនេះអ្នកនរគ្នានៅជ្រុងហ្គេមនេះយើងចុចសញ្ញាបូកនឹងមួយមកដើម្បី add track មួយទៀតសម្រាប់យើងច្រៀងដាក់សំឡេងច្រៀងយើងនេះយើងចុចកន្លែង voice ហ្នឹងមកយើង add voice ចូលមួយទៀតមកវាចេញអញ្ចឹងតើមកអ្នកនរគ្នាឃើញអញ្ចឹងអ្នកនរគ្នាចុចអាកន្លែងនេះអាសញ្ញាពណ៌ QQ នេះមូល QQ ហ្នឹងអញ្ចឹងណាចុចលើវាមកតើមកយើងចុច click OK តើមកយើងរើសអាកន្លែងនេះអ្នកអារូបក្បាលមីក្រូពណ៌មាសអញ្ចឹងណាហ្នឹងសម្រាប់យើងច្រៀងតើមកខ្ញុំអានេះគឺជាចំណុចសំខាន់អ្នកនរគ្នាត្រូវអ្នកអា2នេះមានឆ្វេងស្ដាំហ្នឹងហើយមាន patch ហើយនឹង space ហ្នឹងអ្នកនរគ្នាសេរីកន្លែងនេះអា patch ហ្នឹងគឺយើងសម្រាប់ចាប់សំឡេងរបស់យើងហ្នឹងបញ្ចូលសំឡេងរបស់យើងចូលទៅក្នុងMP3 ក្នុងអា play shot ហ្នឹងឲ្យវាចូលសាច់ភ្លេងគ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើង patch ហ្នឹងគឺយើងដាក់វាទៅខ្ញុំ recommend ឲ្យអ្នកនរគ្នាដាក់ទៅប៉ុណ្្នឹងអញ្ចឹងណាឬមួយក៏អាចពាក់កណ្ដាលអូខេកុំដាក់ខ្លាំងពេកនៅពេលដែលអ្នកនរគ្នាសេរីដាក់រៀងជ្រុលមកខាងដាក់ច្រើនពេកធ្វើឲ្យសំឡេងរបស់អ្នកនរគ្នាវាទាញបើសិនជាអ្នកនរគ្នា download បទចម្រៀងដែលវាសំឡេងអត់សូវច្បាស់ចង់ថាបទចម្រៀង play shot ហ្នឹងសំឡេងវាអត់សូវច្បាស់អត់សូវមានគុណភាពអញ្ចឹងវាធ្វើឲ្យសំឡេងរបស់យើងវាទាញតាមនឹងហើយអត់ព្រោះទេអញ្ចឹងបើសិនជាសំឡេងយើងព្រោះស្រាប់យើងដាក់តែបន្តិចបានហើយប៉ុណ្្នឹងណាខ្ញុំ recommend ឲ្យដាក់ប៉ុណ្្នឹងតែមកអានេះក៏យើងដាក់ប៉ុណ្្នឹងដែរពាក់កណ្ដាលអញ្ចឹងឲ្យស្មើគ្នាអូខេយើងដាក់ប៉ុណ្្នឹងសិនណាអូខេឥឡូវយើងចុចសញ្ញាត្រេ3នេះទៀតយើងចុចវាចេញត្រេនេះវាឃើញ track 2អញ្ចឹងណាហើយអាកន្លែងនេះយើងអាចទាញបានយើងអាចទាញកន្លែងនេះទាញណាហ្នឹងហើយអញ្ចឹងខ្ញុំរៀនមួយទេអញ្ចឹងវីដេអូនេះអាចរៀងយូរបន្តិចតោះអញ្ចឹងយើងទាញមកយើងអាចមើលបានថាកម្រិតសំឡេងលើកម្រិតសំឡេងយើង record ហើយនឹងកម្រិតសំឡេងplay shot ហ្នឹងវាលឺពុកកម្រិតណាអញ្ចឹងណាយើងអាចសេរីបានទៀតបើសិនជាយើងច្រៀងខ្សោយពេកយើងអាចបន្ថែមបន្តិចអញ្ចឹងណាអូខេអញ្ចឹងយើងប៉ុណ្្នឹងសិនតើមកយើងរបៀបនៃការទាញ MP3 ទាញអាបទចម្រៀងដែលយើង download ចូលមកក្នុងកម្មវិធីនេះអញ្ចឹងអាហ្នឹងគឺជាចំណុចសំខាន់ចុះតទៀតយើងចុចអាកន្លែងនេះអាសញ្ញាដូចសញ្ញាអីគេអូមនេះសញ្ញាវងមូលអញ្ចឹងយើងចុចអាហ្នឹងមកអូខេយើងនឹងឃើញមាន file ហើយអញ្ចឹងយើងចុចរើសពាក្យ file ណាអ្នកនរគ្នាចុច file ដើម្បីទៅយកអា MP3 ហ្នឹងចុច file មកអ្នកនរគ្នាចុចយកក្រោមពាក្យក្រោមនេះ browser item from the file app ចុចមកហ្នឹងហើយយើងទៅរកអា folder ដែលយើងបទចម្រៀងដែលយើងទាញចេញពី MP4 convert ណាតាមអត់តអ្នកនរគ្នានេះអាហ្នឹងជាវិធីសាស្ត្ររបស់ខ្ញុំហ្មងខ្ញុំធ្វើអញ្ចឹងរាល់ដងនេះអ្នកនរគ្នាឃើញអត់ folder វា MP4 convert អញ្ចឹងអ្នកនរគ្នាទៅរកអាបទចម្រៀងដែលយើងច្រៀងនឹង play នឹងឧទាហរណ៍ខ្ញុំយើងចុច cross click លើវាអញ្ចឹងមកវានឹងចូលអូតូតែម្ដងហ្នឹងហើយអូខេឥឡូវខ្ញុំសុំដាក់ប៉ុណ្្នឹងអូខេឥឡូវឧទាហរណ៍ណាខ្ញុំទាញបានណាប៉ុណ្្នឹងគឺយើងទាញចូលបានហើយអញ្ចឹងយើងគ្រាន់តែចាប់ចេះណាคลิกលើបទចម្រៀងដែលយើងទាញដាក់ចូលមិញហ្នឹងទាញคลิกវាទុកឲ្យយូរហើយអូសវាចូលចេះคลิกវាអូសវាយកមកដាក់ហ្មងអូខេនេះអញ្ចឹងយើងអាចទាញបានយើងអាច zoom បាន zoom មើលកម្រិតភ្លេងប៉ុណ្ណាអញ្ចឹងណាឃើញអត់អ្នកនរគ្នាហ្នឹងហើយតបមកអ្នកនរគ្នាមើលកន្លែងនេះប្រយ័ត្នកន្លែងនេះគឺសវាចេញសមានន័យថាយើងចង់ច្រៀងណាយើងគ្រាន់តែយើងទាញវាចេះទាញអូសវាមកឆ្វេងមកហើយយើងคลิกយកអាក្បាលមីក្រូនេះឲ្យវាចេញសនៅលើឲ្យយើងចូលទៅក្នុងច្រាក់យើងសម្រាប់ច្រៀងណាហ្នឹងហើយយើងចូលអញ្ចឹងមកយើងចូលវាឈរនៅលើនឹងអញ្ចឹងណាត
តបមកយើងចាប់ផ្ដើម record យើងជួយអសញ្ញាក្រហមនេះប៊ូតុងក្រហមនេះអញ្ចឹងឬយើង record យើងដោតកាសទៅយើងច្រៀងទៅហើយការរបៀបនៃការកាន់ការកាន់អីអានឹងខ្ញុំអត់តនេះទេអត់តអានឹងខាងក្រៅចាំខ្ញុំនៅចុងវីដេអូចាំខ្ញុំ recommend ចាំខ្ញុំរៀនពីរបៀប technique ក្នុងការច្រៀងកាន់កាសថាម៉េចបើសិនជាយើងអត់មាន sound card អីយើងកាន់បែបម៉េចកុំឲ្យវាលឺសំឡេងរំខានឲ្យវាល្អរឹតតែល្អអញ្ចឹងណាអូខេតទៀតអញ្ចឹងឥឡូវខ្ញុំសុំដាក់ទាញប្រាប់ប៉ុណ្្នឹងហើយខ្ញុំសុំចេញនេះយើងចេញយើងចុចអាសញ្ញានេះសញ្ញាលើនេះមកវានៅពេលដែលយើងចេញពីកន្លែង preset ដែលយើងរៀបចំហ្នឹងគឺវានឹង save auto តែម្ដងអូខេខ្ញុំសុំនេះយើងត្រូវច្រៀងអញ្ចឹងខ្ញុំសុំលើក preset ខ្ញុំចាស់មកបង្ហាញឲ្យអ្នកនរគ្នាមើលអូខេខ្ញុំសុំមើលឆែកមើលម្ដងទៀតខ្លាចload អញ្ចឹងវីដេអូហ្នឹងខ្ញុំអាចនឹងសុំកាត់ជា2ភាគហ្នឹងហើយអូខេខ្លាចវាវែងខ្លាំងពេកអញ្ចឹងណាតោះឥឡូវនេះខ្ញុំទាញនេះលើនេះគឺបទចម្រៀងភ្លេងសុទ្ធហើយក្រោមនេះគឺជាសំឡេងរបស់ខ្ញុំឥឡូវខ្ញុំសុំឥឡូវយើងច្រៀងណាយើងច្រៀងធម្មតាទៅយើងច្រៀងហើយយើងទៅឬមួយក៏យើងច្រៀងមក clear សិនដើម្បីយើងធ្វើការសេរីសំឡេងរបស់យើងនឹងឲ្យត្រូវឧបមាថាមួយបទហ្នឹងគឺយើងនឹងតែច្រៀងឲ្យចប់ហើយប៉ុន្តែក្នុងមួយបទហ្នឹងគឺយើងត្រូវការសេរីសំឡេងរបស់យើងឲ្យវាចូលនៅក្នុងសាច់ភ្លេងឲ្យវាលឺព្រោះសិនឬមួយក៏បែបម៉េចសិនចាំយើងច្រៀងមកចប់ទៅហ្មងអញ្ចឹងហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំសាកភ្លេងអ្នកនរគ្នាស្ដាប់អានេះខ្ញុំច្រៀងណាដួលទាំងអង្គជំហរវ័យធ្លាប់គិតលោប្រែខុងបំណងស្រីម្នាក់នឹងហើយតែធ្វើឲ្យអារម្មណ៍ខ្ញុំសេតឈឺចាប់មិនសលេងហ្នឹងគឺជាសលេងដែលខ្ញុំសេរីហើយអ្នកនរគ្នាអូខេយើងស្ដាប់ប៉ុណ្្នឹងសិនតើមកឥឡូវឧទាហរណ៍ថាសលេងហ្នឹងគឺខ្ញុំអត់បានសេរីទេអញ្ចឹងយើងទៅមើលកន្លែងសេរីដែលខ្ញុំសេរីហើយណាអូខេឧទាហរណ៍អញ្ចឹងនេះកន្លែងសេរីគឺអ្នកនរគ្នាអូសវាអញ្ចឹងណាអូសវាមកឆ្វេងមកនេះកន្លែងនេះអូសវាមកឆ្វេងមកនេះអូអាសញ្ញាបន្ទាត់នេះមកឆ្វេងមកឃើញអញ្ចឹងណាហើយអ្នកនរគ្នាចុចខ្ញុំនិយាយរៀងលឿនតិចទៅដើម្បីកុំឲ្យវាស៊ីពេលខ្លាំងពេកអញ្ចឹងអ្នកនរគ្នាមើលកន្លែងនេះសញ្ញានេះត្រេ3បញ្ឈរ3ចិត្តអក្សរ FX ណាយើងចុចអាហ្នឹងមកនេះវានឹងចេញកន្លែងសេរីយើងសេរីភ្លេងឯងអញ្ចឹងមុននឹងយើងសេរីយើងប្រយ័ត្នណាយើងមើលសិនណាយើងឈរនៅលើសំឡេងរបស់យើងអាត្រាក់សំឡេងនេះអក្សរនេះហើយចាំយើងសេរីណាអូខេយើង scroll មកនេះអញ្ចឹងកន្លែងដែលយើងត្រូវសេរីមានតែប្រហែលទេមានតែ4ទេគឺយើងសេរីសំឡេងរបស់យើងនឹងស្រួយយើងដាក់ប៉ុណ្ណឹងហើយសលេងលឺឲ្យសំឡេងរបស់យើងលឺធ្ងន់បាសសេរីបើកប៉ុណ្ណឹងហើយសលេង echo ហើយ reverb យើងដាក់ប៉ុណ្ណឹងណាហ្នឹងហើយតែប៉ុណ្ណឹងគឺព្រោះហើយអូខេអញ្ចឹងរបៀបនៃការសេរីសំឡេងគឺមានតែប៉ុណ្ណឹងទេអញ្ចឹងនៅពេលដែលយើងសេរីហើយយើងសាកស្ដាប់អីចឹងណាហ្នឹងហើយដូចខ្ញុំបាន play អ្នកនរគ្នាស្ដាប់មិនអញ្ចឹងអូខេឥឡូវខ្ញុំ play តទៀតស្រីម្នាក់នឹងហើយតែធ្វើឲ្យអារម្មណ៍ខ្ញុំសេតឈឺចាប់មិនឆ្អែតឃើញច្បាំងក្រឡែតច្រៀងប៉ុណ្ណឹងខ្ញុំ stop សិនហើយមួយទៀតឥឡូវយើងសេរីកន្លែងហ្នឹងគឺយើងសេរីប៉ុណ្ណឹងទេមួយទៀតគឺយើងត្រូវតែដាក់ key អ្នកនរគ្នាដាក់ key ដើម្បីឲ្យសំឡេងរបស់យើងហ្នឹងគឺវាចូលគ្នាជាមួយនឹងសាច់ភ្លេងសុទ្ធណាអញ្ចឹងអ្នកនរគ្នាចុចកន្លែងនេះកន្លែងសញ្ញាផ្កាយហ្នឹងអាសញ្ញាដូចកងចាក់ហ្នឹងអ្នកនរគ្នាចុចមកអូខេអ្នកនរគ្នានឹងឃើញពាក្យថា key signature signature ហ្នឹងហើយ key កន្លែង key ហ្នឹងហើយតើមកអ្នកនរគ្នាត្រូវរើស key ដូចខ្ញុំនេះវាមាន key ច្រើនមែនទែនវាមានmajor ហើយនិង minor major ហើយនិង minor ហ្នឹងគឺអ្នកនរគ្នាត្រូវសេរីណាបើសិនជាអ្នកនរគ្នាមិនទាន់ចេះសេរីអា key ហ្នឹងអ្នកនរគ្នាចុចឧបមាថាចុចរើស major អ្នកនរគ្នារាវចាប់ពីអក្សរ C ជួរលើហ្នឹងរហូតដល់ជួរក្រោមធ្វើម៉េចសេរីសំឡេងរបស់អ្នកនរគ្នាគឺចូលមិចជាមួយនឹងសាច់ភ្លេងព្រោះហ្មងសេរីអញ្ចឹងហើយអ្នកនរគ្នាត្រូវសេរីមួយហើយក្នុង major ក្នុង minor នេះខ្ញុំសេរីខ្ញុំដាក់ច្រឡំ sorry អ្នកនរគ្នាខ្ញុំដាក់minor ហើយខ្ញុំដាក់អក្សរ G នេះខ្ញុំអត់សូវដឹងពីភ្លេងហ្មងនេះគ្រាន់តែខ្ញុំទៅតាមនឹងរៀនតាមគេដែរអញ្ចឹងណាហ្នឹងហើយអនុវត្តជាក់ស្ដែងហ្នឹងហើយអញ្ចឹងខ្ញុំដាក់អក្សរ G ហើយមានសញ្ញាត្រង់ជ្រូកហ្នឹងហើយអញ្ចឹងខ្ញុំដាក់នៅពេលដែលខ្ញុំដាក់ key ហ្នឹង select នៅលើ key ហ្នឹងគឺវា C ចូលភ្លេងជាមួយនឹងសាច់ភ្លេងមួយហ្នឹងគឺវាត្រូវតង់ហ្នឹងហើយអូខេហ្នឹងហើយអ្នកនរគ្នាមកខ្ញុំច្រឡំដៃចុចបិទអូខេតោះទៀតអញ្ចឹងអូខេតោះទៀតលើវា save មកវីដេអូហើយអូខេតោះទៀត
ចឹងអាកន្លែង key ហ្នឹងគឺយើងសេរីវាធ្វើម៉េចឲ្យវាចូលស៊ីជាមួយនឹងសាច់ភ្លេងគឺអា key ចុះសំទោស key គឺ key ហ្នឹងគឺវាសំខាន់មែនទែននៅពេលដែលយើងច្រៀងគឺយើងបើយើងដាក់ key អត់ត្រូវទេគឺសំឡេងរបស់យើងគឺភ្លាវតែម្ដងស្ដាប់ទៅគឺទាញសំឡេងអាក្រក់ស្ដាប់តែម្ដងហ្នឹងហើយចឹងពេលខ្លះបត់ខ្លះយើងពិបាកសេរីនៅពេលដែលបត់ហ្នឹងគឺលក្ខណៈថាភ្លេងអត់ច្បាស់អ្នកនរគ្នាទាញភ្លេងមកឬលក្ខណៈថាវាលឺសំឡេងអត់និយាយទៅគឺបត់ភ្លេងហ្នឹងគឺវាអត់ច្បាស់វាអត់មិនមែនជាភ្លេងសុទ្ធទេណាពេលខ្លះគេ remove vocab វាមានន័យថា remove សំឡេងចោលទៅវាអត់ល្អវាលឺរៀងសោដល់ពេលអ្នកនរគ្នាយកមកច្រៀងក្នុងនេះគឺពិបាកសេរីមែនទែនពិបាកចាប់ key ឲ្យវាអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំសុំប៉ុណ្្នឹងហើយអូខេគឺនិយាយទៅគឺមានតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំបន្ថែមទៀតនៅពេលដែលយើងច្រៀងហើយណាអ្នកនរគ្នាអាចកាត់បានអាចសេរីអាចរាវសាកល្បងនៅក្នុងកម្មវិធីនឹងបានអញ្ចឹងនេះអូខេនៅពេលដែលអ្នកនរគ្នាច្រៀងហើយអ្នកនរគ្នាចង់ export ចេញចង់ export បទចម្រៀងដែលអ្នកនរគ្នាច្រៀងនឹងចេញមកក្រៅអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាចុចនេះមកចុចថយនេះកន្លែងនេះចុចអាសញ្ញានេះជ្រុងនៅខាងឆ្វេងដៃហ្នឹងចុចមកអ្នកនរគ្នាឃើញ my song អ្នកគ្នាចុចមកទៅមកអ្នកនរគ្នាវាចាប់ផ្ដើម save ហើយទៅមកអ្នកនរគ្នាคลิกនៅលើវាទុកឲ្យយូរទៅមកអ្នកនរគ្នាយកពាក្យថា share អ្នកនរគ្នាយកពាក្យថា song คลิกយកពាក្យថា song ណាអូខេអ្នកនរគ្នាអាចរើសកម្រិតbeat របស់វាកបៃហ្នឹងកម្រិតនៃសំឡេងរបស់វាមាន low quality វាមាន medium វាមាន high វាមាន highness high ហ្នឹងហើយតោះទៅសិនទៅហ្នឹងហើយអញ្ចឹងយើងអាចនេះឥឡូវខ្ញុំរើសយក high អញ្ចឹងណាកម្រិតល្អអញ្ចឹងណាហើយវាមាន256 កបៃហ្នឹងហើយសំឡេងមកវាកម្រិតសំឡេងវាប៉ុណ្ណឹងគឺល្អហើយអ្នកនរគ្នាអាចយកត្រឹម high ក៏បាន high quality អញ្ចឹងណាហើយអ្នកនរគ្នាចុច share មករងចាំបន្តិចបន្ទាប់មកអ្នកនរគ្នាអាច save វាអាច save សំឡេងរបស់អ្នកនរគ្នាហ្នឹងសំឡេងច្រៀងយើងច្រៀងហើយមិញណាអាចចូលទៅក្នុង try ឬមួយក៏សិនប៉ុន្តែជាធម្មតាគឺខ្ញុំsave នេះយើងអាច save វាទៅជា file save វានៅក្នុង file ណា save វា to file ប៉ុន្តែជាធម្មតាគឺខ្ញុំមានកម្មវិធីកាត់តអីចឹងណាដូចជា CapCut អីខ្ញុំចង់កាត់តបទចម្រៀងរបស់ខ្ញុំនៅក្នុង CapCut អញ្ចឹងខ្ញុំ save វាចូលនៅក្នុង CapCut នេះប៉ុន្តែមុននឹងយើង save ចូលនៅក្នុង CapCut គឺយើងបង្កើតវីដេអូនៅក្នុងកម្មវិធី CapCut សិនវានិយាយទៅគឺក្នុងទូរស័ព្ទវារៀងញ៉ៃបន្តិចអ្នកនរគ្នាតើអ្នកនរគ្នាមានបច្ចេកទេសហ្នឹងហើយបច្ចេកទេសរៀងខ្លួនអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាអាច send វាចូលទៅកាន់នេះក៏បានចូលទៅកាន់ Messenger ឬមួយក៏ចូលទៅកាន់ Telegram ដើម្បី download អាសំឡេងហ្នឹងមកអញ្ចឹងណាហ្នឹងអូខេអញ្ចឹងអ្នកនរគ្នាអាចធ្វើតាមអញ្ចឹងអូខេអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូហ្នឹងតែប៉ុណ្្នឹងសិនហើយតាក់ទងទៅនឹងការសេរីសំឡេងដែលវាកាន់តែស៊ីជម្រៅជាងនឹងទៀតណាហ្នឹងហើយវាកាន់តែល្អជាងនឹងទៀតគឺខ្ញុំនឹងសូមបង្ហាញនៅវីដេអូបន្តទៀតតាក់ទងទៅនឹងកម្មវិធីច្រៀងមួយហ្នឹងព្រោះវាមានច្រើនទៀតតែខ្ញុំត្រូវតែបង្ហាញអញ្ចឹងណាប៉ុន្តែយើងប៉ុណ្្នឹងសិនតោះសង្ឃឹមថាអ្នកនរគ្នារៀនច្រៀងសិនអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនអ្នកនរគ្នាអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតដែលយើងតទៀតដែលយើងនឹងដែលខ្ញុំនឹងបង្ហាញឲ្យវាស៊ីជម្រៅជាងនឹងទៀតបន្ថែមទៀតអញ្ចឹងណាអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហ្នឹងហើយអូខេបាទអរគុណច្រើនអ្នកនរគ្នាបាយបាយជួបគ្នានៅវីដេអូក្រោយ